បាទសួស្តីបងប្អូនបាទថ្ងៃនេះផងដែរខ្ញុំនឹងមកណែនាំអ្នកទាំងអស់គ្នាអំពីការ add software Smartway DR06 ចូលមកកាន់ទូរស័ព្ទដៃរបស់យើងបាទជាដំបូងយើងត្រូវមាន app EZV នៅក្នុងទូរស័ព្ទដៃរបស់យើងបាទតែ app EZV បាទយើងមានហើយយើងយកកន្លែងពាក្យ scan មកបាទនេះ add device មកបាទនេះមាន smart lock បាទអូខេអញ្ចឹងមាន smart lock ហើយនៅខាងក្រោយនេះបាទនេះនៅខាងក្រោយយើងមានគម្របបាទហើយគម្របហ្នឹងគឺមានជាមួយនឹង QR code បាទអញ្ចឹងយើងយកមក scan មក QR code ហ្នឹងអូខេបន្ទាប់មកវាសួរថា power on នៅបាទយើងអញ្ចឹងយើង power on វាទៅបាទអូខេបន្ទាប់ពីយើង power on ហើយវាសួរថា reset នៅអញ្ចឹងពេលឡើងចុច reset គឺយើងចុចកន្លែងនេះវាមាន reset ណាបាទអញ្ចឹងយើងចុចកន្លែង reset វាទៅ set វាចុចរហូតដល់វាមានភ្លើងភ្លឺបាទនេះដល់ពេលដែលយើងចុច reset ទៅវាមានភ្លើងលេខ0នេះវាសួរក្នុងនេះមានលេខ0អត់អញ្ចឹងដល់ពេលដែលមានលេខ0ផ្លឹបហ្នឹងមានឲ្យយើងអាចធ្វើការ swap គ្នាបានហើយបាទអញ្ចឹងយើងគ្រីបាទបន្តមកយើងដាក់នៅជិតគ្នាទៅសាប់ដៃរបស់យើងហ្នឹងហើយជាមួយនឹង sound ហ្នឹងបាទអញ្ចឹងបានមួយផ្លែតហើយឃើញបងប្អូនបាទងាយស្រួលមែនទែនលឿនប្រហែសអញ្ចឹងកន្លែងនេះ UTC យក UTC បូក7បាទ UTC បូក7អូខេយើងយក UTC បូក7មកបាទនេះបូក7មួយកន្លះទេម្ដងទៀតអូខេកន្លះនេះបូក7បាទយកនេះមកហើយបន្តមកយើងយកជាថ្ងៃខែឆ្នាំបន្តមកយើងយក next step កន្លែងនេះបើសិនជាយើងអត់ចង់ប្រើ Wi-Fi ទេយើងប្រើ do not connect to Wi-Fi បើយើងចង់ប្រើ Wi-Fi យើងភ្ជាប់មួយ Wi-Fi ឥឡូវមកតែឥឡូវយើងចង់ភ្ជាប់មួយ Wi-Fi ឥឡូវបាទយើងយក Wi-Fi ឥឡូវមកបាទហើយបន្តមកយើងចូលទៅ Wi-Fi ដែលយើងចង់ភ្ជាប់ហើយសម្រាប់ model នេះផងដែរវាភ្ជាប់ជាមួយនឹង Wi-Fi 2.4 GHz បាទអូខេបាទអូហើយជា skin ទូរស័ព្ទនេះហើយជាវាស្ពាក់ឯកមើលទៅអត់អីទេអូខេលឿនមែនទេបាទចប់បាទ next រួចរាល់អញ្ចឹងកន្លែងនេះគឺជាកន្លែងឲ្យ add ដំបូងគេឲ្យ add ជាលក្ខណៈថាជា admin ណាអញ្ចឹងយើង add unlock method មកបាទនេះអញ្ចឹងជា admin របស់យើងមាន fingerprint មាន digital code និង proximity card បាទអញ្ចឹងយើងមុនដំបូងខ្ញុំធ្វើជា fingerprint ឲ្យមើលបាទដំបូងអូខេអញ្ចឹងសម្រាប់ fingerprint យើងចុចពី add នេះមើលនេះ add chrome នេះបាទអូខេហើយតាមយើងយកដៃដាក់នៅលើហ្នឹងបាទចំនួន6ដងបាទម្ដងទៀតអត់ជាប់ទេហ្នឹងអូខេហើយបាទដល់ពេលហើយក៏វាប្រាប់នៅលើ app ទូរស័ព្ទដៃរបស់យើងដែរបាទវាដាក់ថានេះ successful ហើយយើងប្រាប់វា index មកបាទហើយ add name admin របស់យើងបាទ text is it with បាទ complete អូខេពេលយើងមក check មើលបាទជាមួយនឹង sound របស់យើងនៅទីណា all នេះខ្ញុំកាត់ spec បាទនេះ sound របស់យើងនេះ DR06 អូខេ wedding អូនេះ DR06 តែសាប់មាន2មួយនេះបាទអញ្ចឹងនៅលើហ្នឹងវាមានជាប់ជាមួយ Bluetooth Wi-Fi ហើយហ្នឹងបាទអញ្ចឹងយើងចង់ add user នេះ text mìnhហ្នឹងបាទ admin ហ្នឹងបាទអូខេអញ្ចឹងខ្ញុំបន្ថែមអញ្ចឹងមានតែប៉ុណ្្នឹងឯងបាទចំពោះការ add user ធម្មតាខ្ញុំបន្ថែមនៅវីដេអូខាងក្រោយណាបាទអំបញ្ញមិញយើងបានជោគជ័យជាមួយនឹងការបង្កើតជាមួយនឹង admin add ចូលមកកាន់ទូរស័ព្ទផងដែរឥឡូវខ្ញុំចង់បង្កើតលក្ខណៈថា add ជា user ធម្មតាបាទ user ធម្មតានៅលើនេះបាទអញ្ចឹងខ្ញុំដាក់នេះមកបាទហើយចាំឲ្យ Bluetooth ភ្ជាប់ក្នុងការ add តតែ Bluetooth ហ្នឹងភ្ជាប់ជាមួយទៅនឹង soundwave សិនបាទបើមិនអត់ភ្ជាប់ទេនេះវានឹងពិបាកឲ្យ add ទេចាំមើលវាប្រាប់នេះវាថា connect Bluetooth first អូខេអញ្ចឹង waiting Bluetooth reconnect អត់ចូលយើងអាច reconnect បានអូខេអញ្ចឹងអំបញ្ញមិញយើង reconnect បានហើយអញ្ចឹងយើងចាប់ដើមចូលបាទនេះ text is service ជា admin បាទខ្ញុំអត់យកទេខ្ញុំចង់កាត់ user ធម្មតាបាទអញ្ចឹងកាត់ user ធម្មតានេះបាទឈ្មោះខ្ញុំមកបាទអូខេអញ្ចឹងកន្លែងនេះខ្ញុំកាត់ user ធម្មតាតែជា permanent មានន័យថាប្រើបានរហូតអត់កំណត់ពេលទេបើ custom យើងកំណត់ schedule កំណត់ពេលកំណត់ចំនួនដងជាដើមខ្ញុំបង្កើតជា permanent មកហើយអូខេឥឡូវមាន3គ្នា fingerprint ខ្ញុំបរៀនឲ្យម្ដងឯងឥឡូវខ្ញុំមកបរៀនជា digital code វិញតែយើងទៅ add អស់គ្នាបាទ digital code គឺយើងចុចពីលេខ6ខ្ទង់ដល់10ខ្ទង់បាទអញ្ចឹងគេចុច2ដងចុចម្ដងគឺដាក់លេខចុច2ដងគឺដាក់ confirm លេខដែលយើងដាក់អញ្ចឹងខ្ញុំចុចតែ6ខ្ទង់បានទេកុំឲ្យភ្លេចបាទអូខេត្រីបាទអញ្ចឹងនៅពេលដែល complete បងអាចមើលនៅក្នុងលើទូរស័ព្ទដៃបានពេល complete ក៏វាប្រាប់ដែរនេះអូខេអញ្ចឹងឥឡូវខ្ញុំមកមួយទៀតគឺមក promise card នេះបាទ NFC card ដែល NFC card របស់យើងគឺយើងប្រើជាមួយ NFC card របស់ e-service អូខេយើងមាន NFC card របស់យើងគឺនេះបាទនេះអញ្ចឹងយើងប្រើមកគ្រាន់តែដាក់ scan ចំនេះមកហើយយើងចុច create ទៅបាទនេះក៏ប្រាប់ដែរនេះ
complete ចឹងអស់ចឹងមានភាពងាយស្រួលមែនទែនបាទចឹងសម្រាប់វីដេអូនេះបាទសូមអរគុណហើយចំពោះវីដេអូបន្ទាប់យើងនឹងកាត់ពីវិធីផ្សេងៗទៀតអរគុណ